បងប្រុសកុំបិទទ្វារអីជួយខ្ញុំផងខ្ញុំចិត្តកាត់កូនហើយគ្មានកម្លាំងទេនៅក្នុងព្រៃនេះមានតែអ្នកឯងម្នាក់គត់ជាមនុស្សជួយកូនខ្ញុំផងខ្ញុំឈ្មោះជាងយ៉ាងដំឡើយខ្ញុំរត់សេវាដឹកជញ្ជូនផងនិងរៀនធ្វើជាពេទ្យសត្វជាមួយលោកតារបស់ខ្ញុំផង2 ឆ្នាំមុនលោកតាស្រាប់តែដួលសន្លប់ចូលមន្ទីរពេទ្យគ្រួសារខ្ញុំបានលក់ទ្រព្យសម្បត្តិអស់ហើយនៅខ្វះ50,000 យួនទៀតសម្រាប់ថ្លៃវះកាត់ពេលគ្មានផ្លូវដើរខ្ញុំក៏បានឃើញការរើបុគ្គលិកការពារភ្នំខនឡនប្រាក់ខែ 10,000 អាចបើកមុនបាន 50,000 ខ្ញុំក៏បានចុះឈ្មោះភ្លាមជាងយកប្រអប់នេះទៅជាមួយទៅមិនដឹងថាថ្ងៃណាមួយអាចនឹងត្រូវប្រើវាឡើយបន្ទាប់ពីបង់ថ្លៃវះកាត់ហើយខ្ញុំក៏ឡើងឡានក្រុងមកប៉ុន្តែអ្នកណាទៅដឹងថានឹងជួបការបាក់អិលទឹកក៏ពាក់កណ្ដាលផ្លូវទៅវិញពេលខ្ញុំដឹងខ្លួនឡើងឡានក្រុងនិងអ្នកដំណើរផ្សេងទៀតបាត់អស់រលីងទូរស័ព្ទក៏គ្មានថ្មដែរក្រោយមកទើបខ្ញុំដឹងថាប្រអប់ថ្នាំនោះបាននាំខ្ញុំមកកាន់ភ្នំខនឡននៃពិភពស្រុកគ្នាមួយនៅលើភ្នំដាច់ស្រយាលនេះគ្មានសេវាគ្មានភ្លើងខ្ញុំបានព្យាយាមរកវិធីជាច្រើនដើម្បីត្រឡប់ទៅវិញប៉ុន្តែសុទ្ធតែមិនបានសម្រេចក្រោយមកខ្ញុំក៏សម្រេចចិត្តរស់នៅទីនេះហើយធ្វើជាអ្នកការពារភ្នំតែម្ដងទៅជាងយ៉ាងធ្វើជាគ្រូពេទ្យគឺជួយសង្គ្រោះជីវិតមិនបែងចែកមនុស្សឬសត្វឡើយរបស់សព្វសាពើមានវិញ្ញាណឯងគ្រាន់តែលោកដៃជួយបន្តិចគឺបង្កើតបុណ្យកុសលហើយតើខ្ញុំគួរជួយទេប៉ុន្តែខ្ញុំធ្លាប់តែជួយបង្កើតកូនឲ្យកូននឹងពេលតើចុះសត្វខ្លាឃិននេះអាចដូចគ្នាដែរទេអញដឹងខ្លួនឡើងកុំកេងអីខ្ញុំមកជួយអញហើយចុះណាកូនក្នុងផ្ទៃខ្សោយខ្លាំងណាស់ទៅហើយឆ្វេងប្រុសស្ដាំស្រីក្បាលចុះក្រោមជើងឡើងលើបើដេកតឹងគឺស្លាប់តែបើបញ្ឈៀងអាចជួយបានមានកូន6ក្បាលកូនមួយនៅខាងមុខគេបង្អស់មានធំជាងគេប៉ុន្តែទីតាំងរបស់វាមិនត្រឹមត្រូវវាដេកតឹងបាំងផ្លូវកើតដែលធ្វើឲ្យកូននៅខាងក្រោយត្រូវស្ទះស្លាប់ទាំងអស់ត្រូវតែវះកាត់បើមិនវះទេគឺមិនអាចរស់បានសំបីតែមួយក្បាលឡើយប៉ុន្តែខ្ញុំធ្លាប់តែសាកល្បងនៅលើខ្លួនកូននឹងពេលប៉ុណ្ណោះរបស់សព្វសាពើមានវាសនារបស់វាអាចរស់បានឬអត់គឺអាស្រ័យលើសំណាងរបស់វាហើយកុំកម្រើកអីខ្ញុំកំពុងតែជួយអញហើយលោកតាធ្លាប់និយាយថាការដេរមុខរបួសគឺត្រូវតែដេរឲ្យបានហ្មត់ចត់បំផុតសូម្បីតែមួយធ្នេរក៏មិនត្រូវឲ្យរលុងដែរបងប្រុសអ្នកបានជួយសង្គ្រោះជីវិតខ្ញុំនិងកូនទាំង6ក្បាលរបស់ខ្ញុំជីវិតនេះខ្ញុំមិនអាចបំភ្លេចគុណរបស់អ្នកបានឡើយទៅថ្ងៃមុខជីវិតរបស់ខ្ញុំគឺជារបស់អ្នកហើយអញឈ្មោះយេម៉ែវអញឈ្មោះរមែវចំណែកអាល្អិតជាងគេនេះហៅថាវូម៉ៅទៅចុះនៅក្នុងព្រៃនេះមានសត្វជាច្រើនត្រូវបានជាប់អន្ទាក់របស់ពួកអ្នកប្រមាញ់ទាំងនោះសូម្បីតែខ្លាឃិនដ៏ខ្លាំងពូកែមែនវ៉ងក៏ជាប់អន្ទាក់ខ្សែលូហើយបាត់ខ្លួនជាច្រើនថ្ងៃមកហើយដែរពួកអ្នកប្រមាញ់ទាំងនោះគឺពួកព្រានព្រៃដែលចូលមកក្នុងព្រៃនេះពួកគេថែមទាំងមានកាំភ្លើងនិងអន្ទាក់ដៃទៀតផងបងប្រុសពួកយើងត្រូវត្រឡប់ទៅក្នុងព្រៃវិញហើយទៅថ្ងៃមុខបើមានការអីអ្នកគ្រាន់តែស្រែកហៅឈ្មោះខ្ញុំទៅកាន់ភ្នំទឹកកកខ្ញុំនឹងមកភ្លាមធ្វើដំណើរដោយប្រុងប្រយ័ត្នណាមើលថែកូនឲ្យបានល្អផងឯងចង់ធ្វើអ្វីហ្នឹងនៅក្នុងផ្ទះខ្ញុំគ្មានអ្វីញ៉ាំទេណាកុំមកលបឡាយជាមួយខ្ញុំកម្មបិតចេះរបស់ឯងនោះអាចកាប់ខ្ញុំបានឬទេប្រញាប់ទៅជាមួយខ្ញុំភ្លាមគ្រូពេទ្យសត្វទាំងអស់នៅក្នុងភ្នំសុទ្ធតែមើលជំងឺឲ្យប្តីខ្ញុំមិនជីទេឥឡូវមានតែសង្ឃឹមលើឯងជាមនុស្សម្នាក់នេះហើយទៅណាខ្ញុំមិនដែលស្គាល់ឯងផងឯងឲ្យខ្ញុំទៅជាមួយយ៉ាងម៉េចលេងខ្ញុំទៅខ្ញុំដកដង្ហើមមិនរួចទេមែនទេប្រញាប់លេងគាត់ចុះបងប្រុសកុំបារម្ភអីនេះគឺជាមិត្តសម្លាញ់របស់ខ្ញុំមែននីវគាត់គ្មានបំណងអាក្រក់ទេប្តីរបស់គាត់គឺមែនវ៉ងត្រូវបានជាប់អន្ទាក់ហើយឥឡូវសន្លប់បាត់ស្មារតី5ថ្ងៃហើយគ្មាននរណាម្នាក់អាចមើលជាឡើយគឺបន្ទាន់ណាស់ទៅហើយគ្មានពេលមកពន្យល់វែងឆ្ងាយទេយ៉ាងហោចណាស់ក៏ត្រូវឲ្យខ្ញុំពាក់ស្បែកជើងសិនដែរជើងខ្ញុំចិត្តក៏ស្លាប់ហើយពួកយើងស្បែកជើងក្រាស់ណាស់រត់30លីក៏មិនអីដែរប៉ុន្តែមនុស្សដូចជាអ្នកគឺទន់ខ្សោយណាស់បងប្រុសទ្រាំបន្តិចទៅពេលជួយសង្គ្រោះមែនវ៉ងរួចហើយខ្ញុំនឹងរកស្បែកទន់មកធ្វើជាស្បែកជើងជូនអ្នកតោងឲ្យជាប់ទៅផ្លូវទឹកក៏ខាងមុខត្រូវឲ្យចុះលឿនណាស់យឺតបន្តិចចិត្តបុកដើមឈើហើយម៉ែអើយនេះមិនមែនជួយជីវិតទេនេះគឺយកជីវិតហើយកុំនិយាយច្រើនប្រញាប់តាមឲ្យតាន់ម៉ែថ្លៃឲ្យតោងឲ្យជាប់កម្លាំងខ្លាឃ្មុំនេះពិតជាគួរឲ្យខ្លាចណាស់បើនៅតែលាក់បែបនេះទៀតខ្ញុំមិនទាន់បានជួយស្ទេចខ្លាឃ្មុំសផងប្រហែលជាត្រូវរលាក់ស្លាប់ខ្លួនឯងមុនមិនខានបងប្រុសឯងមិនអីទេហាមានអ្វីប្លែកហើយធម្មតានៅជ្រលងភ្នំនេះអ៊ូអរណាស់តែថ្ងៃនេះសូម្បីតែសំឡេងសត្វបាក់សេយំក៏មិនឮដែរពិតជាស្ងាត់ជ្រុងពេកហើយដូចជាភាពស្ងប់ស្ងាត់មុនពេលព្យុះសង្គ្រាមមកដល់អញ្ចឹងហេតុអ្វីក៏ស្រាប់តែយឺតទៅវិញនៅលើដីមានរណ្ដៅអន្ទាក់ដែលមនុស្សទាំងនោះជីកបើដើរជន់ខុសនឹងមានរឿងមិនខាន
កាលពីមុនមានអាល្លងម្នាក់ធ្លាប់បាក់ជើងនៅទីនេះស្លាកស្នាមទាំងនេះចម្លែកខ្លាំងណាស់វាមិនដូចជាស្នាមសត្វសាហាវធ្វើនោះទេហើយក៏មិនដូចជាកើតឡើងដោយធម្មជាតិដែរលោកតាខ្ញុំទៅលើនេះតើនៅទាន់ពេលទេលោកព្រឹទ្ធាចារ្យទាំងឡាយខ្ញុំបាននាំមនុស្សដែលអាចជួយសង្គ្រោះពេលទួនមកហើយគឺក្មេងម្នាក់នេះហើយដែលបានជួយសង្គ្រោះម៉ែខ្លាឃ្មុំពីការសម្រាលកូនពិបាកនិងកូនតូចទាំង6នៅក្នុងរណ្ដៅទឹកកកលោកព្រឹទ្ធាចារ្យនៃកុលសម្ព័ន្ធខ្លាឃ្មុំទាំងឡាយម៉ាត់នេះមិនខុសទេគឺមនុស្សម្នាក់នេះហើយដែលបានជួយខ្ញុំនិងកូនរបស់ខ្ញុំវិជាពេទ្យរបស់គាត់ពិតជាពូកែណាស់ប្រសិនបើគ្មានគាត់ទេពួកយើងទាំង7នាក់ម្ដាយនិងកូនប្រហែលជាគ្មានជីវិតរស់នៅឡើយមនុស្សម្នាក់នេះគ្រាន់តែអាក្លឹមខ្សោយម្នាក់នេះអាចជួយសង្គ្រោះស្តេកខ្លាឃ្មុំរបស់យើងបានទេបៃលីងមានមាឌតូចខុសគ្នាឆ្ងាយពីពេលទួនណាស់គេអាចជួយបៃលីងបានតែមិនប្រកាសថាអាចជួយពេលទួនដែលរងរបួសធ្ងន់បាននោះទេលើពីនេះទៅទៀតអ្វីដែលធ្វើឲ្យពេលទួនរងរបួសក៏ជាអន្ទាក់ដែលមនុស្សបានដាក់ដែរតែហេតុអ្វីបានជាពួកយើងត្រូវជឿជាក់លើគេលោកព្រឹទ្ធាចារ្យខ្ញុំគ្រាន់តែជាពេទ្យសត្វស្រុកស្រែធម្មតាម្នាក់ប៉ុណ្ណោះធ្លាប់តែព្យាបាលសត្វពាហនៈនៅផ្ទះស្តេកខ្លាឃ្មុំមានតម្លៃខ្ពង់ខ្ពស់បែបនេះខ្ញុំមិនហ៊ានធានាទេឯងនេះមិនក៏កំសាកម្លេះខ្ញុំបានឃើញឯងជួយសង្គ្រោះបៃលីងដោយផ្ទាល់ភ្នែកឯងត្រូវតែសាកល្បងពេលទួនរបស់យើងបានសន្លប់បាត់ស្មារតីអស់រយៈពេល5ថ្ងៃហើយបើគ្មានអ្នកណាជួយទៀតទេគេនឹងត្រូវស្លាប់មិនខានបើជួយសង្គ្រោះបានសម្រាប់ពួកយើងក៏សម្ព័ន្ធខ្លាឃ្មុំនឹងការពីឯងឲ្យឯងរស់នៅដោយសុខស្រួលតែបើជួយមិនបានទេទោះបីឯងជាពេទ្យសត្វស្អីក៏ដោយខ្ញុំនឹងប្រវែងឯងឲ្យចុះស៊ីគុំសុខខាននឹងរស់នៅដោយសុខធ្វើបាបឯងដែរជួយគេផងកុំបោះបង់ពីទុនរបស់យើងអីខ្ញុំអាចសាកល្បងបានប៉ុន្តែខ្ញុំពិតជាមិនហ៊ានធានាថានឹងអាចជួយសង្គ្រោះជីវិតគេបានឡើយពួកយើងបើកប្រជុំមួយសិនដើម្បីស្ដាប់មតិយោបល់របស់គ្រប់គ្នានេះជាជីវិតរបស់ស្ដេចនៃកុលសម្ព័ន្ធខ្លាឃ្មុំមិនអាចឲ្យមានកំហុសឆ្គងបន្តិចបន្តួចណាឡើយស្ញាប់ទាំងអស់គ្នាពេលទុនគឺជាស្ដេចនៃកុលសម្ព័ន្ធខ្លាឃ្មុំរបស់យើងពេលនេះកំពុងរងរបួសធ្ងន់មនុស្សម្នាក់នេះនិយាយថាអាចជួយសង្គ្រោះគេបានប៉ុន្តែមនុស្សតែងតែមានល្បិចកលពីពលសកម្មភាពដ៏អាក្រក់របស់មនុស្សក្រៅភ្នំទាំងនោះពួកយើងទាំងអស់គ្នាក៏បានឃើញហើយតើគួរតែអនុញ្ញាតឲ្យគេសាកល្បងដែរឬទេថ្ងៃនេះពួកយើងត្រូវតែពិភាក្សាគ្នាឲ្យច្បាស់ខ្ញុំប្រឆាំងមនុស្សសុទ្ធតែជាអ្នកបោកប្រាស់ពួកមនុស្សទាំងនោះបានធ្វើបាបពីទុនដល់ថ្នាក់នេះក្មេងម្នាក់នេះប្រហែលជាបាក់ពួកជាមួយពួកគេក៏ថាបានប្រសិនបើអនុញ្ញាតឲ្យគេចូលទៅចិត្តពីទុនចុះបើគេឆ្លៀតឱកាសធ្វើបាបពីទុនទៀតនោះតើពួកយើងនឹងត្រូវដោះស្រាយជាមួយកុលសម្ព័ន្ធខ្លាឃ្មុំយ៉ាងដូចម្តេចចប់ហើយលើកនេះគ្មានអ្នកណាជួបខ្ញុំទេប្រសិនបើធ្វើមិនបានសម្រេចទេខ្ញុំប្រកាសជាត្រូវគេក្រវែងឲ្យចោះស៊ីពិតមែនហើយខ្ញុំគិតថាពួកយើងគួរតែសាកល្បងមើលទៅពេលទុនបានសន្លប់អស់រយៈពេល5ថ្ងៃមកហើយដង្ហើមរបស់គេកាន់តែខ្សោយទៅនៅក្នុងកុលសម្ព័ន្ធរបស់យើងគ្មានអ្នកណាអាចព្យាបាលបានឡើយជាងការឈោមើលពេលទុនស្លាប់ទៅទម្រាំតែទុកឲ្យមនុស្សម្នាក់នេះសាកល្បងមើលទៅក្រែងលោមានសង្ឃឹមខ្លះខ្ញុំក៏យល់ថាគួរតែសាកល្បងដែរហើយចឹងឯងកុំគិតតែពីចំណុចអាក្រក់របស់មនុស្សពេកមនុស្សក៏មានល្អនិងអាក្រក់ដែរក្មេងម្នាក់នេះមិនដូចអ្នកដទៃឡើយនាងដឹងស្អីទៅពេលទុនគឺជាស្ដេចតើអាចអនុញ្ញាតឲ្យមនុស្សម្នាក់មកប៉ះពាល់តាមចិត្តចង់យ៉ាងម៉េចកើតប្រសិនបើមានរឿងខុសឆ្គងកើតឡើងតើនាងអាចទទួលខុសត្រូវដែរទេខ្ញុំហ៊ានទទួលខុសត្រូវប្រសិនបើជួយសង្គ្រោះពេលទួនមិនបានសម្រេចទេខ្ញុំសុខចិត្តទៅឲ្យចោះស៊ីជាមួយគេមិត្តភក្តិនៃកុលសម្ព័ន្ធខ្លាឃ្មុំទាំងឡាយខ្ញុំអាចធ្វើជាសាក្សីបានចិត្តរបស់មនុស្សម្នាក់នេះគឺល្អប្រពៃណាស់ហើយវិជាពេទ្យរបស់គេក៏ពិតជាពូកែខ្លាំងណាស់ដែរប្រសិនបើពិតជាអាចជួយសង្គ្រោះពេលទួនបានមែនទោះបីជាត្រូវប្រថុយប្រឋានក៏វាមានតម្លៃដែរតែចុះបើជួយមិនបានវិញបានហើយឈប់ឆ្លោះគ្នាទៅជីវិតរបស់ពេលទួនមិនអាចទុកឲ្យបង្អង់យូរបានឡើយដោយសារតែម៉ាញូព្រមធានាអាងដូច្នេះពួកយើងនឹងផ្ដល់ឱកាសឲ្យមនុស្សម្នាក់នេះម្ដងចុះខ្ញុំដាក់លក្ខខណ្ឌមួយឲ្យឯងប្រសិនបើឯងអាចជួយសង្គ្រោះជីវិតពេលទួនបានពួកយើងកុលសម្ព័ន្ធខ្លាឃ្មុំនឹងចាត់ទុកឯងជាភ្ញៀវកិត្តិយសនៃព្រៃភ្នំហើយនឹងការពារឯងឲ្យអស់ពីសមត្ថភាពតែបើជួយមិនរួចទេឯងត្រូវតែស្លាប់ទៅតាមកប់ជាមួយពេលទួនទៅខ្ញុំយល់ព្រមតាមសំណើរបស់អ្នកខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយពេលទួនប៉ុន្តែខ្ញុំពិតជាមិនហ៊ានធានាថានឹងទទួលបានជោគជ័យ 100% នោះទេនាំគេចូលទៅក្នុងរូងភ្នំទៅដើម្បីឲ្យគេមើលពីស្ថានភាពរបស់ពេលទួនបើមិនអាចសង្គ្រោះស្តេកខ្លាឃ្មុំបានទេថ្ងៃនេះខ្ញុំច្បាស់ជាចប់នៅទីនេះហើយសង្ឃឹមថាជំនាញដែលលោកតាបានបន្សល់ទុកឲ្យនឹងអាចជួយបានជីបចុកសោយខ្លាំងណាស់ហើយកម្ដៅខ្លួនក៏ឡើងគួរអត់ខ្លាចដែរបើនៅតែបែបនេះទៀតមិនអាចទ្រាំទ្របានហួសពីយប់នេះទេគ្រូពេទ្យទេវតាតើមែនដិនរបស់ពួកយើងយ៉ាងម៉េចហើយមនុស្សតើស្ថានភាពរបស់មានដិនយ៉ាងណាទៅហើយនិយាយត្រង់មកពួកយើងជាក្រុមខ្លាឃ្មុំអាចទទួលយកបានបើឯងហ៊ានបោកប្រាស់ពួកយើងខ្ញុំជាអ្នកដំបូងដែលមិនលើកលែងឲ្យឡើយបន្ទាប់ពីត្រូវខ្សែលូដែលរឹតរបួសមុខរបួសមិនត្រូវបានព្យាបាលទាន់ពេលទេវាបានរលួយនឹងរលាកយ៉ាងធ្ងន់ធ្ងរបង្កជាជំងឺពុលក្នុងឈាមរួមផ្សំនឹងគ្រុនក្តៅខ្លាំងមិនរំចុះឥឡូវនេះគាត់បានធ្លាក់ក្នុងសន្លប់ជ្រៅនិងដកដង្ហើមខ្សោយខ្លាំងណាស់ជាងនេះទៅទៀតកំទេចខ្សែលូនៅតែជាប់ក្នុងសាច់រលួយហើយឆ្អឹងក៏បាក់តិចទីអស់ដែរដើម្បីសង្គ្រោះជីវិតគាត់មិនត្រឹមតែត្រូវលាងសម្អាតមុខរបួសឲ្យស្អាតល្អនិងយកកំទេចកំទីចេញនោះទេប៉ុន្តែថែមទាំងត្រូវគ្រប់គ្រងការឆ្លងមេរោគតែនៅទីនេះគ្មានថ្នាំសាសទេមានតែពឹងផ្អែកលើថ្នាំបុរាណប៉ុណ្ណោះវាពិតជាពិបាកខ្លាំងណាស់ខ្ញុំមិនទាន់មានទំនុកចិត្តពេញលេញនោះទេខ្ញុំមានតែព្យាយាមឲ្យអស់ពីសមត្ថភាពប៉ុន្តែប្រសិនបើជីថាហេតុគ្រូពេទ្យទេវតាលឿនឡើងគាត់ចិត្តទ្រាំមិនរួចហើយប្រញាប់ជួយសង្គ្រោះគាត់ទៅចាំបន្តិចអស្ចារ្យបុរាណដែលនៅសេសសល់ក្នុងកុលសម្ព័ន្ធត្រូវបានយកទៅប្រើដើម្បីកាត់បន្ថយការរលាករបស់មេនដិនពីថ្ងៃនេះអស់ទៅហើយវាមិនប្រកាសថាគ្រប់គ្រាន់សម្រាប់ការព្យាករណ៍បន្តដែលអញបាននិយាយនោះទេកុំអើប្រញាប់អីខ្ញុំសូមពិនិត្យមើលមុខរបួសជាមុនសិនអ្នកទាំងអស់គ្នាស្ថានភាពរបស់ស្តេកខ្លាឃ្មុំគឺធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំបានគិតទុកទៅទៀតមើលចុះកំទេចខ្សែលូដែលកកប់ជ្រៅខ្លាំងណាស់វាបានចាក់ចូលទៅក្នុងចន្លោះឆ្អឹងទៅហើយសាច់ដុំនិងរោមនៅជុំវិញនោះបានខូចទាំងស្រុងហើយប្រសិនបើមិនលាងសម្អាតអស់ឬថែមទាំងត្រូវកាត់ដៃជើងចោលទេនោះការរលួយនឹងរាលដាលដល់រាងកាយទាំងមូលដល់ពេលនោះទោះជាមានអស្ចារ្យបុរាណក៏គ្មានផ្លូវជួយសង្គ្រោះបានដែរកាត់ដៃជើងចោលមែនទេមិនបានទេម៉ែនរបស់ខ្ញុំជាស្តេកខ្លាឃ្មុំប្រសិនបើបាត់បង់ប្រញាប់មុខទៅហើយនោះមិនត្រឹមតែមិនអាចដឹកនាំកុលសម្ព័ន្ធខ្លាឃ្មុំបានទេសូម្បីតែការប្រមាញ់ដើម្បីការពារខ្លួនក៏ពិបាកដែរគ្រូពេទ្យទេវតាជួយគិតរកវិធីផ្សេងទៀតទៅកុំកាត់វាចោលអីបានទេមនុស្សឯងកំពុងតែនិយាយបំភ្លឺពីស្ថានភាពជំងឺដើម្បីបោកប្រាស់ពួកយើងមែនទេប្រហែលជាឯងមិនចេះព្យាបាលតតែសោះហើយគ្រាន់តែចង់អូសបន្លាយពេលប៉ុណ្ណោះខ្ញុំមិនបាននិយាយបំភ្លឺទេឥឡូវនេះម៉ែននឹងគ្រុនក្តៅខ្លាំងមិនរំចុះហើយជំងឺពុលក្នុងឈាមក៏ចាប់ដើមរាលដាលហើយដែរប្រសិនបើនៅតែស្ទាក់ស្ទើរទៀតកុំថាឡើយត្រឹមកាត់ដៃជើងសូម្បីតែជីវិតក៏មិនអាចរក្សាបានដែរហើយខ្ញុំត្រូវការអស្ចារ្យបុរាណដ៏គំរបីមុខការឈូកទឹកកកនៅលើវាលទឹកកកយិនសិន1000ឆ្នាំនៅលើច្រាំងថ្មចោតនិងការអត់គីដេស្លឹកខ្មៅនៅក្នុងចលងភ្នំលុះត្រាតែមានអស្ចារ្យទាំង3មុខនេះផ្សំចូលគ្នាទើបអាចគ្រប់គ្រងការឆ្លងមេរោគបានខ្លះ
បូករួមជាមួយប្រេងលៀបដែលលោកតាបានបន្សល់ទុកទើបខ្ញុំមានទំនុកចិត្តក្នុងការវះកាត់និងសង្គ្រោះជីវិតរបស់គាត់បានអស្ដកកំទាំង3មុខនេះត្រូវតែទៅស្វែងរកនៅក្នុងព្រៃជ្រៅនិងកន្លែងគ្រោះថ្នាក់បំផុតម្យ៉ាងទៀតមិនដែលមិនអាចទ្រាំទ្របានយូរទេពួកយើងមានពេលយ៉ាងច្រើនបំផុតត្រឹមតែមួយថ្ងៃប៉ុណ្ណោះគុំបង្អង់យូប្រញាប់បែងចែកការងារភ្លាមមែនយូឯងនាំខ្លាឃ្មុំក្មេងដែលមានកម្លាំងខ្លាំង3ក្បាលទៅកាន់វាលទឹកកកដើម្បីស្វែងរកផ្កាឈូកទឹកកកហ៊ីពេងឯងនាំខ្លាឃ្មុំ2ក្បាលទៅកាន់ច្រាំងថ្មចោលភ្នំខាងលិចដើម្បីស្វែងរកយិនសិន1000ឆ្នាំបេលេងនាងស្គាល់ភូមិសាស្ត្រព្រៃភ្នំបានច្បាស់ចូលនាំក្រុមកុលសម្ព័ន្ធរបស់នាងទៅកាន់ជ្រលងភ្នំដើម្បីស្វែងរកផ្កាអោគីដែលស្លឹកខ្មៅត្រូវតែត្រឡប់មកវិញឲ្យបានមុនពេលថ្ងៃលិចស្ដេចខ្លាឃ្មុំចាស់សូមកុំបារម្ភពួកយើងនឹងព្យាយាមរកអស់ថយបានគ្រប់គ្រាន់ឲ្យបានលឿនបំផុតដើម្បីកុំឲ្យបង្អង់ការព្យាបាលរបស់មានដល់ឡើយម៉ែនដែលមិនអាចទ្រាំទ្របានដល់ថ្ងៃស្អែកទេគឺមានតែសង្ឃឹមលើការស្វែងរកអស់ថយបានគ្រប់គ្រាន់ប៉ុណ្ណោះប៉ុន្តែទោះជាស្វែងរកបានគ្រប់គ្រាន់ក៏ដោយក៏ការជោគជ័យនៃការវះកាត់មានមិនដល់ 30% ដែរប្រសិនបើខ្ញុំបរាជ័យទ្រាំទ្រឲ្យបានត្រូវតែទ្រាំទ្រឲ្យបានពួកគេនឹងត្រឡប់មកវិញឆាប់នេះហើយមិនល្អទេគុំបារម្ភអីកូនរបស់កុលសម្ព័ន្ធខ្លាឃ្មុំសុទ្ធតែអាចស៊ូទ្រាំនឹងការសាកល្បងនៃព្យុះសង្គ្រាបានរងចាំបន្តិចទៀតទៅពួកគេប្រកាសជាត្រឡប់មកវិញមិនខានស្ដេចខ្លាឃ្មុំចាស់គ្រូពេទ្យទេវតាជាងពួកយើងបានជួបប្រទះនឹងព្យុះសង្គ្រាទឹកកកសំណាងល្អដែលពួកយើងលឿនផ្កាឈូកទឹកកកមិនបាត់បង់ទេយិនសិនក៏ត្រូវបាននាំមកវិញដែរសំបីតែស្ទូចមួយក៏មិនដាច់ដែរគ្រូពេទ្យទេវតាជាងពួកយើងស្វែងរកការអោគីដែលស្លឹកខ្មៅឃើញហើយមិនបានធ្វើឲ្យខូចការឡើយគ្រូពេទ្យជាងស្ថានភាពរបស់មែនដនគ្រោះថ្នាក់ខ្លាំងណាស់ពួកយើងនឹងធ្វើតាមការចាត់ចែងរបស់លោកទាំងអស់មិនអាចមានការខុសឆ្គងឡើយសមាមាត្រផ្សំនៃប្រេងលៀបគឺសំខាន់ខ្លាំងណាស់នេះជាគន្លឹះក្នុងការគ្រប់គ្រងការឆ្លងមេរោគប្រសិនបើផ្សំខុសតែបន្តិចមែនដននឹងលែងមានសង្ឃឹមជួយសង្គ្រោះហើយមែនយូសង្កត់ជើងក្រោយឲ្យជាប់បេលេងសង្កត់ស្មាខាងមុខចំណែកស្ដេចខ្លាឃ្មុំចាស់ជួយកាន់ចន្លុះបំភ្លឺមុខរបួសមិនត្រូវមាននរណាម្នាក់លែងដៃឡើយមែនដនទ្រាំទ្រឲ្យបានណាបងប្រុសកុំបារម្ភអីទោះស្លាប់ក៏ពួកយើងមិនលែងដៃដែរលោកតាសូមជួយថែរក្សាចិញ្ចឹមបីបាច់ខ្ញុំផងបើសិនជាការកាត់នេះខុសតែបន្តិចហើយធ្វើឲ្យបាក់ឆ្អឹងតិចទីនោះពិតជាគ្មានផ្លូវសង្គ្រោះទៀតឡើយខូចការហើយកុំតិចកំទីតូចពេកវាបានកប់ជ្រៅក្នុងខួរឆ្អឹងទៅហើយដង្កៀបធម្មតាមិនអាចចាប់យកបានឡើយ